រឿងតុនសាយដើរសាកល្បងប្រាជ្ញាសត្វក្នុងព្រៃនៅក្នុងព្រៃធំមួយដែលព័ទ្ធជុំវិញដោយដើមឈើខ្ពស់និងសូរសត្វចម្រៀងមានតុនសាយមួយឈ្មោះចរិតវាមិនមែនត្រឹមតែរត់លឿនទេប៉ុន្តែវាក៏ឆ្លាតនិងចូលចិត្តសាកល្បងប្រាជ្ញារបស់ខ្លួនផងដែរថ្ងៃមួយចរិតបានគិតថាខ្ញុំចង់ដឹងថាសត្វណាឆ្លាតជាងគេក្នុងព្រៃនេះដូច្នេះវាបានចាប់ផ្ដើមដំណើរផ្សងព្រេងដើម្បីសាកល្បងប្រាជ្ញាសត្វផ្សេងៗជំនួបទី1ស្វាឆ្លាតមូនីចរិតបានជួបស្វាមួយឈ្មោះមូនីដែលល្បិចលឿននិងចេះដោះស្រាយបញ្ហាតុនសាយសួរថាបើមានផ្លែឈើនៅលើដើមឈើខ្ពស់ហើយអ្នកមិនអាចឡើងបានតើអ្នកធ្វើដូចម្តេចស្វាសើចហើយនិយាយថាខ្ញុំអាចប្រើឈើវៃឬសុំមិត្តជួយចរិតញញឹមហើយនិយាយថាត្រូវហើយប្រាជ្ញាមិនមែនមានតែខ្លួនឯងទេតែជាមួយមិត្តផងដែរជំនួបទី2អណ្ដើកអត់ធ្មត់បន្ទាប់មកដើកឈ្មោះអត់ធ្មត់ចរិតសួរថាបើអ្នកត្រូវទៅឆ្ងាយប៉ុន្តែអ្នកយឺតតើអ្នកធ្វើដូចម្តេចអណ្ដើកនិយាយយឺតថាខ្ញុំមិនឈប់ទេខ្ញុំទៅបន្តិចតែទៅរហូតចរិតបានយល់ថាប្រាជ្ញាគឺការអត់ធ្មត់និងការមិនបោះបង់កញ្ជ្រោងល្បិចចរិតបានជួបកញ្ជ្រោងឈ្មោះចិត្តកោងវាសួរថាបើអ្នកឃើញអាហារតែមានគ្រោះថ្នាក់តើអ្នកធ្វើដូចម្តេចកញ្ជ្រោងនិយាយថាខ្ញុំប្រើល្បិចដើម្បីយកវាដោយមិនឲ្យខ្លួនមានគ្រោះថ្នាក់ចរិតគិតបន្តិចហើយនិយាយថាល្បិចល្អប៉ុន្តែបើប្រើមិនត្រឹមត្រូវអាចធ្វើឲ្យអ្នកដទៃរងគ្រោះដំរីប្រាជ្ញាចុងក្រោយចរិតបានជួបដំរីចាស់ឈ្មោះសុវណ្ណដែលមានបទពិសោធន៍ច្រើនចរិតសួរថាតើអ្វីជាប្រាជ្ញាពិតដំរីញញឹមហើយនិយាយថាប្រាជ្ញាពិតមិនមែនត្រឹមតែដឹងឬឆ្លាតទេអ្វីល្អចរិតស្ងប់ស្ងាត់ហើយគិតយូរបញ្ហាធំកើតឡើងភ្លាមនោះមានខ្យល់ខ្លាំងនិងភ្លៀងធ្លាក់ទឹកបានហូរចូលព្រៃហើយសត្វតូចជាច្រើនជាប់គាំងចរិតបានគិតថានេះជាពេលសាកល្បងប្រាជ្ញាពិតវាបានទៅហៅស្វាអណ្ដើកកញ្ជ្រោងនិងដំរីមកជួយគ្នាស្វាបានឡើងដើមឈើដើម្បីមើលផ្លូវសុវត្ថិភាពអណ្ដើកជួយដឹកសត្វតូចឆ្លងទឹកកញ្ជ្រោងរកផ្លូវលឿនដើម្បីជៀសវាងគ្រោះថ្នាក់ដំរីប្រើកម្លាំងបំបាក់ដើមឈើបង្កើតផ្លូវចេញចរិតបានដឹកនាំទាំងអស់ដោយប្រើប្រាជ្ញារបស់គេចុងក្រោយសត្វទាំងអស់ត្រូវបានសង្គ្រោះការសន្និដ្ឋានសត្វទាំងអស់បាននិយាយថាចរិតមិនត្រឹមតែឆ្លាតទេប៉ុន្តែចេះប្រើប្រាជ្ញាដើម្បីជួយអ្នកដទៃចរិតញញឹមហើយនិយាយថាខ្ញុំរៀនថាប្រាជ្ញាមិនមែនជាការឈ្នះអ្នកដទៃទេប៉ុន្តែជាការជួយគ្នាចាប់ពីថ្ងៃនោះព្រៃនោះក្លាយជាកន្លែងដែលសត្វទាំងអស់រស់នៅដោយសុខសាន្តនិងសហការគ្នាសារសំខាន់ប្រាជ្ញាពិតគឺការប្រើចំណេះដឹងដើម្បីធ្វើល្អការសហការគ្នាធ្វើឲ្យបញ្ហាធំក្លាយជាតូចកុំប្រើប្រាជ្ញាដើម្បីបន្លំតែត្រូវប្រើដើម្បីជួយគ្នា